បានជាងជាដំបងសូមជម្រាបសួរបងប្អូនគួយសិស្សានុសិស្សទាំងអស់បាទឥឡូវតើបងប្អូនគួយមកមើលលំហាត់របស់យើងជាបន្តទៀតបាទអញ្ចឹងនៅក្នុងលំហាត់នេះបាទអញ្ចឹងលោកគ្រូនឹងធ្វើការបង្ហាញបងប្អូនអំពីរបៀបនៃការសងមុំបាទអញ្ចឹងលំហាត់ធននិមិត្តនេះគឺចំនួន30បន្ទុកប៉ុន្តែ30បន្ទុកនេះគឺមាន3លំហាត់បាទលំហាត់ទី1នេះគឺលោកគ្រូឲ្យគួយ10បន្ទុកហើយលំហាត់ទី2 10បន្ទុកលំហាត់ទី3គឺ10បន្ទុកទៀតបាទអញ្ចឹងសរុបទាំងអស់គឺ3លំហាត់គឺលោកគ្រូឲ្យ30បន្ទុកចំណែកវិជ្ជាគណិតគឺលោកគ្រូឲ្យគួយ70បន្ទុកបាទគួយមកមើលទាំងអស់គ្នាបាទចូលសង់ត្រីកោណ ABC ដោយស្គាល់មុំ A ស្មើ40ដឺក្រេមុំ B ស្មើ60ដឺក្រេនិងមុំ C 80ដឺក្រេបាទអញ្ចឹងគួយទៅដឹងថាមុំទាំង3នេះកាលណាបូកចូលគ្នាទៅគឺស្មើ180ដឺក្រេបាទអញ្ចឹងមុំ A បូកជាមួយនឹងមុំ B នេះគឺស្មើនឹង100ដឺក្រេហើយ100ដឺក្រេបូកជាមួយនឹងមុំ C ទៀតគឺ80ដឺក្រេគឺ180បាទអញ្ចឹងយើងសង់ត្រីកោណមួយដោយស្គាល់មុំរបស់វាមកគឺមុំបាទសង់ត្រីកោណមួយដោយស្គាល់មុំបាទរបស់វាមកបាទអញ្ចឹងទី1គឺគួយត្រូវសង់មុំ A មុនគេមកបាទអញ្ចឹងលោកគ្រូដាក់មុំ A មុនគេសិនបាទលោកគួយមកមើលទាំងអស់គ្នាសិនបាទលោកគ្រូដាក់មុំ A អញ្ចឹងលោកគ្រូដាក់ទៅនេះចុះមុំ A វាមិនជាពិបាកទេគួយបាទអញ្ចឹងយើងសង់មុំ A មួយមកមុំ A នេះគឺយើងយកមុំ A ខាងនេះចុះនេះ A បាទតែលោកគ្រូយកមុំ A នេះគឺមានរង្វស់40ដឺក្រេបើ40ដឺក្រេលោកគ្រូវាស់40ដឺក្រេអញ្ចឹងគួយយកចំណុចកណ្ដាលនេះដាក់ឲ្យចំត្រង់ចំណុច A មកហើយឲ្យបន្តិតនេះគឺរត់ស្មើគ្នានេះបន្តិតនេះគឺរត់ស្មើគ្នាទាំងអស់មកបាទអញ្ចឹងលោកគ្រូដាក់វារត់ស្មើគ្នាហើយចំណុចហ្នឹងគឺដាក់ចំមុំ A បាទឃើញស្មើគ្នាទេរត់ស្មើគ្នាបែបនេះបាទអញ្ចឹងបន្ទាប់មួយទៀតមុំនេះគឺ40ដឺក្រេមែនអត់បើ40គួយរាប់មក10 20 30 40នេះ40ដឺក្រេគួយចុចទៅនេះមកឃើញទេបាទអញ្ចឹងយើងចាប់ផ្ដើមគូសមុំមកឆ្វប់កន្លែងនេះនេះគូសមុំកន្លែងនេះមកឲ្យលើសតិចសិនទៅគ្រូឲ្យគូសលើសបាទឆ្វប់នេះមុំនេះគឺជាមុំដែលមានរង្វស់40ដឺក្រេនេះមុំនេះគឺមានរង្វស់40ដឺក្រេបាទអញ្ចឹងបើមុំនេះមានរង្វស់40ដឺក្រេចាំគួយគូសសង់មុំមួយទៀតបាទគួយត្រូវសង់មុំមួយទៀតគឺមុំ60ដឺក្រេបាទអញ្ចឹងគួយសង់មុំ60ដឺក្រេគឺមុំ B អញ្ចឹងគ្រូដាក់មុំ B ទៅនេះចុះមុំ B ដាក់ទៅនេះចុះបាទដាក់មុំ B នៅត្រង់កន្លែងនេះបាទអញ្ចឹងបន្ទាប់ពីដាក់មុំ B កន្លែងនេះហើយលោកគ្រូយកចំណុចនេះដាក់ដូចគ្នានេះចំណុចកណ្ដាលនេះដាក់ឲ្យចំកណ្ដាលនេះចំចំណុចនេះហើយឲ្យបន្តិតនេះរត់ស្មើគ្នាចេញមកឃើញទេបាទអញ្ចឹងបន្ទាប់មកទៀតគួយត្រូវរាប់វាឲ្យបាន60ដឺក្រេមកបាទអញ្ចឹងយើងរាប់ទៅពីខាងនេះបាទកាលណាយើងវាស់មុំពីខាងនេះគឺយើងវាស់ពីខាងនេះវិញ10 20 30 40 60បើ60គួយចុចកន្លែងបន្តិចមកនេះ60បាទអញ្ចឹងគួយភ្ជាប់ពីចំណុចនេះពីចំណុច B ទៅអាកន្លែងដែលយើងចុចមកហើយយើងកុំគួយដល់ណាបាទនេះយើងគូទៅប៉ុណ្នេះបាទនេះប៉ុណ្នេះឃើញទេបាទមុំនេះគឺជាមុំ B មុំ B នេះគឺមានរង្វស់60ដឺក្រេចុះមុំ C នេះមុំ C គឺ C នោះណែ C បាទនេះ C បាទបើមុំ C នោះនេះគឺមុំដែលយើងបាន40ដឺក្រេនិង60ដឺក្រេសល់គឺមុំ80ដឺក្រេនេះមុំនេះគឺមានរង្វស់80ដឺក្រេបាទវាស់ទៅគឺគួយវាស់ទៅគឺត្រូវបាទអញ្ចឹងក្នុងការសង់មុំបាទអញ្ចឹងគួយដែលមិនយល់ពីរបៀបនៃការសង់មុំបាទអញ្ចឹងបងប្អូនគួយអាចមើលពីរបៀបសង់មុំរបស់លោកគ្រូនេះគឺគួយអាចនឹងយល់បានចំពោះការសង់ត្រីកោណមួយកាលណាគេបង្ហាញមុំបាទគឺគេប្រាប់ប្រវែងឬក៏គេប្រាប់មុំបាទអញ្ចឹងយើងអាចសង់ត្រីកោណនោះបានដោយងាយតាមឲ្យតែគួយយល់បាទអញ្ចឹងលំហាត់នេះគឺលោកគ្រូអត់បន្តទៀតទេបាទលោកគ្រូធ្វើការបញ្យល់ទៅកាន់បងប្អូនគួយត្រឹមតែប៉ុណ្នេះបាទអញ្ចឹងបងប្អូនគួយបាទកុំភ្លេចចុច follow page ឬក៏ចុច subscribe បាទម្នាក់មួយបាទដើម្បីបងប្អូនគួយតាមដានមេរៀនបន្តបន្ទាប់បាទរាល់ខ្លឹមសាររាល់ការបច្ចេកវិទ្យាវីដេអូរបស់លោកគ្រូទៅកាន់បងប្អូនគួយនឹងដល់ទាន់ពេលវេលាបាទអញ្ចឹងលំហាត់នេះគឺអស់ហើយគ្រូអត់មានអីទេបង្ហាញតែប៉ុណ្្នឹងទេបាទជាចុងក្រោយនេះគឺលោកគ្រូសូមអរគុណសូមជម្រាបលាបានយើងជាដំបងសូមជម្រាបសួរបងប្អូនគួយសិស្សានុសិស្សទាំងអស់បាទឥឡូវតើបងប្អូនគួយមកមើលលំហាត់របស់យើងជាបន្តទៀតបាទអញ្ចឹងនៅក្នុងលំហាត់នេះគឺជាលំហាត់លេខ2ហើយផ្នែកធរណីមាត្រហ្នឹងបាទជាលំហាត់លេខ2បាទសម្រាប់បងប្អូនគួយដែលមិនសូវយល់អំពីរបៀបនៃការគណនាបាទរៀងរូបមួយដែលមានរាងជាចតុកោណកែងឬក៏កលាផ្ទៃដីស្រែឬក៏កលាផ្ទៃណាមួយឲ្យបងប្អូនអាចមករៀនឬក៏អាចមកសិក្សាតាមលោកគ្រូដើម្បីបង្ហាញឲ្យបងប្អូនយល់អំពីរបៀបនៃការគណនាផ្ទៃក្រឡាចតុកោណកែងបាទផ្ទៃក្រឡាចតុកោណកែងនេះគឺយើងគិតຂະຫນាត់របស់វាជាកលាផ្ទៃគឺការ៉េពីព្រោះម៉ែត្រ
បាទម៉ែត្រការ៉េបាទឥឡូវតោះមួយមើលធូនីមៀត30បន្ទុកប៉ុន្តែនៅក្នុងលំហាត់លេខ2នេះគឺ10បន្ទុកដោយសារតែលំហាត់លេខ1នេះគឺលោកគ្រូឲ្យ10បន្ទុកហើយមកដល់លំហាត់លេខ2នេះគឺលោកគ្រូឲ្យ10បន្ទុកបន្ថែមទៀតអញ្ចឹងបើសិនជាក្មួយដោះស្រាយត្រូវគឺទទួលបាន20បន្ទុកបាទឥឡូវតោះក្មួយមកមើលសិនបាទអញ្ចឹងមុននឹងធ្វើការគណនាផ្ទៃក្រឡាចតុកោណកែងបាទមួយគឺក្មួយត្រូវដឹងអំពីរូបសិនបាទត្រូវយល់ពីរូបបាទសម័យលើរូបសិនបាទអញ្ចឹងទៅដីស្រែនោះវារៀងល្មិចចំការនឹងរៀងល្មិចបើគេប្រាប់ថាចំការរៀងចតុកោណកែងអញ្ចឹងបានន័យថាចំការនឹងគឺបាទមានរៀងបាទបដ ாய் វែងហើយទទឹងខ្លីប៉ុន្តែមុំទាំង4របស់វាគឺកែងគ្នាបាទអញ្ចឹងក្មួយមើលចំការមួយរៀងចតុកោណកែងបាទដែលមានទទឹង60ម៉ែត្រនិងបណ្ដោយបាទ190ម៉ែត្ររកផ្ទៃក្រឡាចំការនោះបាទអញ្ចឹងក្មួយមើលសិនមកបាទអញ្ចឹងក្មួយលោកគ្រូធ្វើការគូររូបដើម្បីឲ្យបងប្អូនក្មួយមើលថាតើចំការនោះរៀងវាយ៉ាងម៉េចបាទអញ្ចឹងលោកគ្រូគូររូបទៅនេះបាទរៀងចតុកោណកែងឲ្យក្មួយមើលសិនតោះបាទនេះក្មួយចំការនោះគឺរៀងចតុកោណកែងបែបនេះបាទចតុកោណកែងនេះគឺមានបណ្ដោយវាគឺ190ម៉ែត្របាទ190ម៉ែត្របាទនេះ190ម៉ែត្រហើយនឹងទទឹងវាគឺប៉ុន្មានបាទទទឹងវាគឺ60ម៉ែត្រអញ្ចឹងលោកគ្រូដាក់60ម៉ែត្រកន្លែងនេះបាទទទឹងវា60ម៉ែត្របាទអញ្ចឹងបើសិនជាចំការមួយនោះដែលមានបណ្ដោយ190ម៉ែត្រហើយនឹងទទឹង60ម៉ែត្របែបនេះអញ្ចឹងគ្រូសួរថាតើកាឡាផ្ទៃចំការនេះគឺស្មើប៉ុន្មានបាទស្មើប្រមាណម៉ែត្រការ៉េបាទព្រោះຂະຫນាតរបស់វាគឺជាម៉ែត្រការ៉េហើយបាទអញ្ចឹងសម្រាប់កន្លែងនេះគឺលោកគ្រូចង់ឲ្យមួយធ្វើការបំពេញបាទផ្ទៃក្រឡាចំការប៉ុន្តែចំការហ្នឹងគឺរៀងចតុកោណកែងបែបនេះមួយរៀងចតុកោណកែងបែបនេះដោយសារតែផ្អែកទៅលើប្រធានដែលគេឲ្យគឺចំការមួយរៀងចតុកោណកែងដែលមានបណ្ដោយ190ម៉ែត្រនិងទទឹង60ម៉ែត្រនេះបាទអញ្ចឹងលោកគ្រូសង់រូបនេះគឺសង់រូបក្នុងបណ្ដោយបាទទម្រង់ជាបណ្ដោយ190ម៉ែត្រហើយទម្រង់ជាទទឹងគឺ60ម៉ែត្រប៉ុន្តែជួថាតើកាឡាផ្ទៃវាស្មើប៉ុន្មានម៉ែត្រការ៉េកន្លែងនេះបាទអញ្ចឹងមួយមកបាទអញ្ចឹងរបៀបនៃការគណនាគឺយើងគណនាផ្ទៃកាឡាមកគឺយើងធ្វើការដោះស្រាយមកបាទអញ្ចឹងកន្លែងនេះគឺលោកគ្រូតាំង S ជាក្រឡាផ្ទៃមួយបាទអញ្ចឹងលោកគ្រូសេកន្លែងនេះបាទតាំង S ជាក្រឡាផ្ទៃតាំង S ជាផ្ទៃក្រឡាបាទជាផ្ទៃក្រឡាមកបាទនេះមួយមើលតើណាបើសិនជាលោកគ្រូតាំង S ជាផ្ទៃកាឡានេះ S យើងគឺស្មើប្រមាណម៉ែត្រការ៉េហើយបាទអញ្ចឹងគ្រូសេបានកន្លែងនេះគឺយើងយកបណ្ដោយគុណនឹងទទឹងមកបណ្ដោយនេះគុណនឹងទទឹងមកបាទអញ្ចឹងកន្លែងនេះគឺលោកគ្រូសេបាន S ស្មើនឹងបាទកន្លែងនេះគឺលោកគ្រូសេបាន S ស្មើនឹងបណ្ដោយ190ម៉ែត្របាទគុណនឹងទទឹងប្រហែល60ម៉ែត្រនេះមកបាទនេះមួយមើលតើនេះកន្លែងនេះបាទយកបណ្ដោយគុណនឹងទទឹងមកគឺស្មើបាទអញ្ចឹងបណ្ដោយគុណនឹងទទឹងមកឃើញហើយបាទយើងគុណមកមួយធ្វើការគុណមកបាទអញ្ចឹងយើងឃើញបាទដៃផ្ទៃក្រឡាចំការកាលណាយើងយក190ម៉ែត្រគុណជាមួយនឹង60ម៉ែត្រគឺយើងឃើញ10000បាទ1400បាទនេះ400ម៉ែត្រការ៉េបាទហើយអញ្ចឹងឃើញទេបាទអញ្ចឹងបានន័យថាកាឡាផ្ទៃចំការនេះគឺយើងរកឃើញហើយបាទដូចនេះបាទផ្ទៃក្រឡាចំការគឺស្មើប៉ុណ្ណេះនេះ10000បាទ1400ម៉ែត្រការ៉េបាទនេះផ្ទៃកន្លែងចំការអញ្ចឹងមួយសរសេរខាងក្រោមតិចមកដូចនេះបាទដូចនេះផ្ទៃកន្លែងចំការ S គឺស្មើនឹង11400ម៉ែត្រការ៉េបាទនេះបាទផ្ទៃកន្លែងចំការគឺស្មើនឹងប៉ុណ្ណេះបាទអញ្ចឹងមួយគូហុំចម្លើយរបស់យើងមកបាទនេះគឺចម្លើយរបស់យើងក៏ប៉ុណ្ណេះទេបាទអញ្ចឹងសម្រាប់លំហាត់មួយនេះគឺលោកគ្រូសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះទេបាទសម្រាប់បងប្អូនក្មួយបើសិនជាមិនយល់អំពីរបៀបនៃការគណនាផ្ទៃក្រឡាបាទចតុកោណកែងបងប្អូនក្មួយខមមិនសួរលោកគ្រូនៅខាងក្រោមវីដេអូនេះបាទអញ្ចឹងលោកគ្រូនឹងធ្វើការបកស្រាយក៏ដូចជាធ្វើការបង្ហាញបងប្អូនក្មួយជាបន្តបន្ទាប់នៅវីដេអូក្រោយទៀតដែលមានជាប់ពាក់ព័ន្ធឬក៏ទាក់ទិនជាមួយនឹងកលាផ្ទៃដែលមានរាងជាចតុកោណកែងបែបនេះបាទអញ្ចឹងចំពោះចតុកោណកែងបងប្អូនក្មួយគាត់តែដឹងថាបណ្ដោយប្រមាណហើយទទឹងប្រមាណបាទអញ្ចឹងបើកាលណាយើងដឹងបណ្ដោយប្រមាណហើយទទឹងប្រមាណហើយក្មួយដឹងកលាផ្ទៃហើយគឺគ្រាន់តែយកបណ្ដោយគុណនឹងទទឹងមកបាទអញ្ចឹងឬក៏យកទទឹងគុណនឹងបណ្ដោយមកក្មួយឃើញហើយកលាផ្ទៃហ្នឹងបាទអញ្ចឹងសម្រាប់រូបនេះក៏ដូចគ្នាដែរចំការនេះគឺយើងយកទទឹងគុណនឹងបណ្ដោយឬក៏យើងយកបណ្ដោយគុណនឹងទទឹងបាទសម្រាប់ឯកតាវាគឺឯកតាផ្ទៃអត់មែនឯកតាប្រវែងទេគឺឯកតាផ្ទៃបាទបើវាជាឯកតាផ្ទៃគឺបានន័យថាចំការរបស់យើងនេះគឺយើងរកឃើញបាទផ្ទៃក្រឡាចំការនេះគឺស្មើនឹង11400ម៉ែត្រការ៉េបាទពីព្រោះຂະຫນាតគេវាស់ជាម៉ែត្រគឺយើងឆ្លើយជាម៉ែត្រការ៉េបើសិនជាគេអត់បានប្រាប់ពីម៉ែត្រទេគឺຂະຫນាតឯកតាផ្ទៃ
បាទអញ្ចឹងលំហាត់នេះគឺលោកគ្រូសូមបញ្ចប់ប៉ុណ្ណេះបងប្អូនគួរកុំភ្លេចចុច follow page ឬក៏ចុច subscribe បាទដើម្បីតាមដានវីដេអូបន្តទៀតបាទអញ្ចឹងជាចុងក្រោយនេះគឺលោកគ្រូសូមអរគុណសូមជម្រាបលាបានចឹងជាដំបូងសូមជម្រាបសួរបងប្អូនក្មួយៗសិស្សានុសិស្សទាំងអស់បាទលើតោះបងប្អូនក្មួយៗមកមើលរូបនេះមួយបាទរូបនេះគឺលោកគ្រូធ្វើការបង្ហាញបងប្អូនក្មួយៗអំពីការគណនាផ្ទៃក្រឡាត្រីកោណបាទមិនត្រីកោណកែងទេណាផ្ទៃក្រឡាត្រីកោណបាទដោយសារត្រីកោណនេះគឺជាត្រីកោណ ABC ដែលមានកម្ពស់ BH បាទ BH នេះគឺគេប្រាប់កម្ពស់វាគឺស្មើ17សង់ទីម៉ែត្រចំណែកបាតខាងក្រោមបាទខាងក្រោមនេះគឺAB សំទោស AC គឺស្មើ24សង់ទីម៉ែត្របាទអញ្ចឹងបើសិនជាបាតខាងក្រោមនេះគឺស្មើ24សង់ទីម៉ែត្រដែលមានកម្ពស់ BH ស្មើ17នេះបាទអញ្ចឹងតើគួយធ្វើការគណនាផ្ទៃក្រឡាវាតាមរបៀបណាបាទអញ្ចឹងលោកគ្រូនឹងធ្វើការបង្ហាញបងប្អូនក្មួយៗអំពីការគណនាបាទត្រីកោណមួយដែលមានរាងបែបនេះដឹងថាតើផ្ទៃក្រឡារបស់វាគឺស្មើនឹងប៉ុន្មានបាទអញ្ចឹងគួយតាមដានទស្សនាទាំងអស់គ្នាថាតើលោកគ្រូធ្វើការបង្ហាញយ៉ាងម៉េចឲ្យដឹងថាតើកលាផ្ទៃត្រីកោណនេះគឺគេយកម៉េចគួយត្រីចំណាំថាកន្លែងនេះគឺគួយត្រឹមតែយកកម្ពស់គុណនឹងបាតហើយចែកនឹង2មកគឺចេញកលាផ្ទៃបាត់ហើយឬក៏យកបាតគុណនឹងកម្ពស់ចែកនឹង2គឺចេញកលាផ្ទៃហើយឃើញទេបាទអញ្ចឹងគាត់តែយើងមើលទៅយើងដឹងថាវិធីងាយៗរបស់យើងគឺយកកម្ពស់គុណនឹងបាតចែកនឹង2ហើយបាទត្រង់ចំណុចនេះគឺយើងសរសេរបានបាទលោកគ្រូរកកលាផ្ទៃបាទរកកលាផ្ទៃត្រីកោណ ABC អញ្ចឹងលោកគ្រូសេកន្លែងបន្តិចបាទរកផ្ទៃក្រឡាបាទផ្ទៃក្រឡានេះកូន ABC អញ្ចឹងលោកគ្រូតាំង S ជាក្រឡាផ្ទៃបាទអញ្ចឹងលោកគ្រូតាំង S ជាក្រឡាផ្ទៃបើលោកគ្រូតាំង S ជាក្រឡាផ្ទៃលោកគ្រូសរសេរបាន S យើងគឺស្មើនឹងយកកម្ពស់គុណនឹងបាតចែកនឹង2អញ្ចឹងលោកគ្រូសរសេរជារូបសិន BH បាទ BH លោកគ្រូសេចេះចុះគុណជាមួយនឹងបាតវាគឺ AC នេះ AC បែបនេះមកហើយយើងចែកវានឹង2មកបាទនេះមួយធ្វើបែបនេះមកហើយបន្ទាប់មកទៀតមួយទៅធ្វើម៉េចបាទជួសលេខចូលមកបាទស្មើបាទកម្ពស់របស់យើងគឺ17មួយសេ17មកសង់ទីម៉ែត្របាទគុណជាមួយនឹង AC ដែលជាបាតនេះគឺស្មើនឹង24បាទអញ្ចឹងមួយគុណនឹង24សង់ទីម៉ែត្រមកបាទអញ្ចឹងយើងចែកវានឹង2មកបាទនេះបែបនេះមកគឺស្មើអញ្ចឹងក្មួយយក17សង់ទីម៉ែត្រគុណនឹង24មកយើងឃើញចម្លើយហើយយើងចែកនឹង2មកឬក៏ក្មួយយក24ចែកនឹង2សិនក៏បានដែរគឺខ្សល់12អញ្ចឹងក្មួយអាចទៅសេបាន17សង់ទីម៉ែត្រនេះគុណជាមួយនឹង24ចែកនឹង2គឺបាន12អញ្ចឹង12សង់ទីម៉ែត្របាទអញ្ចឹងក្មួយធ្វើការគុណតា2នេះមកគឺត្រូវហើយបាទអញ្ចឹងក្មួយធ្វើការគុណមកបាទស្មើកន្លែងនេះគូដាក់ស្មើបន្តិចបាទអញ្ចឹងកាលណាយើងគុណទៅគឺស្មើនឹង204បាទអញ្ចឹងលទ្ធផលវាគឺស្មើនឹង204អញ្ចឹងលោកគ្រូដាក់មកបន្តិចចុះបាទអញ្ចឹងស្មើ204សង់ទីម៉ែត្រការ៉េបាទនេះគឺស្មើនឹង204សង់ទីម៉ែត្រការ៉េបាទអញ្ចឹងយើងឃើញកលាផ្ទៃហើយអញ្ចឹងគួយឆ្លើយខាងក្រោមបន្តិចមកដូចនេះបាទអញ្ចឹងលោកគ្រូសេកន្លែងបន្តិចចុះដូចនេះ SABC បាទ S ត្រីកោណ ABC បាទ SABC នេះគឺស្មើនឹងបាទ204សង់ទីម៉ែត្រការ៉េស្មើ204សង់ទីម៉ែត្រការ៉េបាទអញ្ចឹងគឺចម្លើយរបស់វាគឺតែប៉ុណ្្នឹងទេគួយហើយគួយគូគុំចម្លើយរបស់យើងសិនមកបាទនេះគួយឃើញទេបាទអញ្ចឹងនៅក្នុងលក្ខខណ្ឌនេះបាទអញ្ចឹងគួយឃើញទេបាទចម្លើយរបស់យើងគឺឃើញហើយគឺស្មើនឹងប៉ុណ្នេះបាទចំពោះត្រីកោណបាទត្រីកោណ ABC បាទត្រីកោណ ABC នេះគឺមានកលាផ្ទៃរបស់វាគឺស្មើនឹង204សង់ទីម៉ែត្រការ៉េបាទអញ្ចឹងចំពោះបងប្អូនក្មួយបើសិនជាបងប្អូនក្មួយមិនយល់អំពីរបៀបនៃការគណនាបាទត្រីកោណដែលមានរាងដូចលោកគ្រូបង្ហាញបងប្អូនក្មួយទេបងប្អូនក្មួយអាចនឹង comment បាទឬក៏ comment សួរលោកគ្រូនៅខាងក្រោមវីដេអូឬក៏បងប្អូនក្មួយឆាតសួរលោកគ្រូក៏បានដែរបាទអញ្ចឹងតាមរយៈ Facebook page បាទអញ្ចឹងលោកគ្រូនឹងធ្វើការបង្ហាញក៏ដូចជាការបញ្យល់ទៅកាន់បងប្អូនក្មួយនៅវីដេអូក្រោយទៀត
bạn chân sầm rap video mới ní bạn chân bọn chui mui bạn còn phải chui like chui share hay đừng chơi follow page rồi có chui subscribe channel YouTube bạn mắt BBN bạn chân bọn chui mui nâng tụi bạn làm sao để riêng bạn làm hát rồi còn như sao đây là cรูthư ca cây chỉបន្តchun tập ôn đầm bay ở sẽ saoបន្តទៀតbạn chân chỉ trong coi ní cứ là cรูសូមអរគុណសូមជម្រាបលា